តកតងនឹងព្រឹត្តិការណ៍ថ្ងៃនេះគឺកិច្ចប្រជុំផ្សព្វផ្សាយអំពីការដាក់ឲ្យអនុវត្តយន្តការផ្ដល់អត្តសញ្ញាណប័ណ្ណប្រជាពលរដ្ឋខ្មែរសម្រាប់ស្នងការដ្ឋាននគរបាលរាជធានីខេត្តជូនប្រជាពលរដ្ឋចំណាក់ស្រុកនេះគឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះជាដំណើរនៃការកែតម្រង់ប្រព័ន្ធនៃការផ្ដល់សេវាអត្តសញ្ញាណប័ណ្ណជាតិខ្មែរខ្ញុំចង់បញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋថាក្រោមការដឹកនាំប្រកបដោយទស្សនវិស័យរបស់សម្ដេចនាយករដ្ឋមន្ត្រីអាដាមអភិសិទ្ធិបណ្ឌិតសសុខាតែងតែដឹកនាំតម្រង់ទិសចង្អុលណែនាំជាប្រចាំទៅលើការកែសម្រួលសេវាហើយថ្ងៃនេះគឺជាថ្ងៃដែលយើងចាប់ផ្ដើមអនុវត្តបានន័យថាយើងបកគលសមត្ថកិច្ចទៅដល់ស្នងការដ្ឋាននគរបាលរាជធានីខេត្តទាំង25គាត់អាចផ្ដល់អត្តសញ្ញាណប័ណ្ណជាតិខ្មែរដល់ប្រជាពលរដ្ឋធ្វើចំណាក់ស្រុកពីគ្រប់ទីកន្លែងមានន័យថាម៉េចមានន័យថាសម្រាប់បងប្អូនប្រជាពលរដ្ឋដែលស្នើសុំអត្តសញ្ញាណប័ណ្ណដំបូងក៏ដោយឬក៏បន្តសុពលភាពឬក៏បាត់បង់ឬក៏ខូចខាតក៏ដោយឧទាហរណ៍ថាគាត់រស់នៅខេត្តព្រៃវែងអចិន្ត្រៃយ៍ប៉ុន្តែគាត់មកធ្វើការនៅឧទាហរណ៍នៅរាជធានីភ្នំពេញឬក៏នៅខេត្តណាផ្សេងគាត់អត់ចាំបាច់ត្រឡប់ទៅលំនៅឋានដើមនៅព្រៃវែងទេគាត់អាចស្នើសុំកែតម្រូវនៅខេត្តដែលគាត់កំពុងរស់នៅតែម្ដងគឺនៅស្នងការដ្ឋាននគរបាលរាជធានីខេត្តដែលគាត់កំពុងរស់នៅខ្ញុំឧទាហរណ៍មួយទៀតថាបងប្អូនប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរីហើយគាត់ទៅធ្វើការកម្មការនីនៅរោងចក្រនៅខេត្តព្រៃវែងអញ្ចឹងបើគាត់អត្តសញ្ញាណប័ណ្ណគាត់ផុតសុពលភាពគាត់អត់ចាំបាច់ត្រឡប់ទៅខេត្តមណ្ឌលគិរីវិញទេគាត់អាចស្នើសុំនៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែងសូមបន្តសុពលភាពតែម្ដងអញ្ចឹងយន្តការនេះដែលក្រសួងមហាផ្ទៃបានដាក់ឲ្យអនុវត្តនេះគឺបានផ្ដល់ការងាយស្រួលច្រើនដល់ប្រជាពលរដ្ឋទី1គឺគាត់អត់បាច់ខាត់ពេលវេលាចំណាយក្នុងការធ្វើដំណើរទៅត្រឡប់ទៅលំនៅឋានដើមហើយទី2គឺគាត់អាចចំណេញពេលវេលានឹងស្មុគស្មាញមួយចំនួនខាត់បង់ពេលវេលាដែលគាត់ធ្វើការនៅតាមបណ្ដារោងចក្រមួយចំនួនព្រោះពេលដែលគាត់ត្រឡប់ទៅលំនៅឋានដើមគាត់ត្រូវការពេលយូរ2-3ថ្ងៃឬក៏អាចច្រើនជាងនេះដើម្បីបន្តអញ្ចឹងយន្តការនេះគឺបានសម្រួលដល់ប្រជាពលរដ្ឋច្រើនហើយការដាក់ឲ្យអនុវត្តយន្តការនេះគឺគោលបំណងសំខាន់គឺមានការសម្រួលដល់ប្រជាពលរដ្ឋចំណាក់ស្រុកទាំងចំណាក់ស្រុកក្នុងប្រទេសទាំងបងប្អូនប្រជាពលរដ្ឋខ្មែរយើងដែលទៅត្រឡប់ពីថៃហើយជាមួយគ្នានេះគឺសម្រាប់ប្រជាពលរដ្ឋដែលភៀសសឹកដោយសារសង្គ្រាមឈ្លានពានរបស់ថៃនេះគឺក៏បានជួយសម្រួលដល់គាត់ដែរពេលដែលគាត់ផ្លាស់ទីពីមូលដ្ឋានដើមដែលនៅជាប់ព្រំដែនត្រឡប់មកតំបន់ជនភៀសសឹកមកជំរំភៀសសឹកនេះគឺបងប្អូនប្រជាពលរដ្ឋយើងអាចទទួលសេវានេះពីស្នងការដ្ឋាននគរបាលរាជធានីខេត្តគាត់អាចចល័តម៉ាស៊ីនគាត់អាចចល័តឧបករណ៍ទៅផ្ដល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋតែម្ដងអញ្ចឹងមិនថាចំណាក់ស្រុកឬក៏បងប្អូនជនភៀសសឹកគឺយើងអាចជាយន្តការមួយដែលយើងក្រសួងមហាផ្ទៃបានដាក់ចេញដើម្បីជំរុញដោះស្រាយសម្រួលបញ្ហានេះដល់